អាយ៉ាមីអូនថ្ងៃនេះលេងបកត្រេនសិតកណ្ដុតនេះទីចង់ដឹងថាឃើញញអត់កន្លងអញ្ចឹងបកត្រេនបានហូបអត់ហ្នឹងឯងហើយមួយទៀតក៏លោខ្លាយជាកូនអ្នកលក់ត្រេនអីអញ្ចឹងហើយអត់ចេះបកអីមិនកើតណាថ្ងៃនេះខ្ញុំឲ្យពេលខ្លួនឯង5នាទីក្នុងការបកត្រេនមួយឲ្យហើយជាដំបូងខ្ញុំត្រូវកាត់គូតវាចេញសិនដើម្បីដឹងថាកន្លែងណាជាថ្នេរត្រេនហើយកន្លែងណាដែលយើងគួរកាត់ខ្លាយវាចេញមកបានទងំកាត់គូតចេញមកបានខ្ញុំមានអារម្មណ៍ថាចេះគេបង្កើតឧបករណ៍ពុះត្រេនហ្នឹងគឺត្រូវហើយតែបើយើងទិញញ៉ាំតាមផ្ទះមួយរដូវកាលមួយផ្លែពីរផ្លែមិនបាច់ទិញឧបករណ៍ពុះត្រេនទេហើយនេះគឺលទ្ធផលខ្លែមទី1របស់យើងចាគឺរៀងចិត្តចំបន្តិចតែក៏ល្អដែរព្រោះខ្លែបយើងគឺនៅទាំងមូលពេលដែលគេផលិតឧបករណ៍ពុះត្រេនមកខ្ញុំគិតថាចេះអូនឹងទិញឧបករណ៍ពុះត្រេនធ្វើស្អីទេឃើញក្នុងវីដេអូពុះហើយមុតដៃដដែលនោះប៉ុន្តែបន្ទាប់ពីខ្ញុំពុះត្រេននេះខ្លួនឯងទើបខ្ញុំដឹងថាមានឧបករណ៍ក៏ស្រួលម្យ៉ាងដែរហើយនេះគឺជារីសាល់បន្ទាប់ពីយើងចិត្តបានមកខ្លែបហើយខ្លែបបន្តទៀតគឺយើងស៊ីផុយគឺយើងគ្រាន់តែចិត្តតាមថ្នេរវាមកហែកឆ្វោកមកបងប្អូនអើយមើលសាច់ត្រេនប៉ិនមេដៃចង់អស់ខ្យល់ទេតាបងប្អូនប៉ុន្តែត្រេនសាននេះគឺខ្ញុំទិញភេទសាច់ដកគោចឹងណាចឹងទៅឆ្ងាញ់ហើយខ្ញុំចូលចិត្តបកដល់ម៉ោងរោលល្មមអញ្ចឹងមានន័យថាខ្ញុំចាយពេល5នាទីខ្ញុំបកអត់ហើយទេត្រេនមួយហ្នឹងត្រេនមួយខ្ញុំអាចចាយពេលដល់ទៅ6នាទីក្នុងការបកត្រេនតែចង់ប្រាប់ថាអញ្ចេះឃើញគេស្រីស្អាតខ្លួនទូចដៃឆ្មាល់ហ្នឹងគេអាចបកត្រេនញ៉ាំបានហើយចុះអ្នកទ្រង់5ហាត់សាច់ដុំធំអីបកត្រេនបានអត់ហើយចេញមកស្អាតដូចខ្ញុំអត់ឬក៏បែកវល់អត់ទេមួយទៀតអូនស្រីមៀតរៀងដាំងសាច់ធំអីហ្នឹងគាត់កម្លាំងពេញអីហ្នឹងគាត់បកត្រេនខ្លួនឯងបានញ៉ាំដែរអត់ថ្ងៃនេះចេញមកអួតបន្តិចព្រោះអីឃើញតែខ្លួនឯងទូចស្ដើងស្វិលអញ្ចឹងណាសំតបកត្រេនអត់បានហូបតែមានណាបកហូបមួយប៉ាត់ចឹងនិយាយអញ្ចឹងណាតែត្រេនញ៉ាំច្រើនក៏អត់ល្អដែរបានតែញ៉ាំម្ដុំទូចឬក៏អីបន្ទាប់ពីបាយហើយញ៉ាំខ្លែមាត់អីអញ្ចឹងណាភាគច្រើនហ្មងអ្នកផ្ទះខ្ញុំពួកគាត់សិតចូលចិត្តញ៉ាំត្រេនអញ្ចឹងហើយបានខ្ញុំចេះតែទិញត្រេនរហូតដល់ចេះបកខ្លួនឯងភាគច្រើនពេលខ្ញុំទិញត្រេនខ្ញុំអត់ដែរឲ្យគេបកឲ្យទេខ្ញុំយកទាំងមូលមកបកខ្លួនឯងមិនមែនស្រួលអីទេពិបាកដែរហ្នឹងណាគ្រាន់តែពេលបកខ្លួនឯងទៅយើងបានបទពិសោធន៍បកត្រេនហើយយើងបានឃើញខ្លែបចេញមកពិតអញ្ចឹងណាចុះបងប្អូនដូចខ្ញុំដែរអត់ចូលចិត្តញ៉ាំត្រេនហើយចូលចិត្តយកត្រេនមកបកខ្លួនឯងដែរអត់